តកតា Simpson មានអេពីសូតមួយក៏បាននិយាយពី Hanta Virus ដែលចេញពីតាំងពីឆ្នាំ2012មកម្លេះហើយអ្នកអត់ជឿប្រកាសជាគិតថាវាគឺជាវីដេអូ AI ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវបែងចែកថាវីដេអូ AI ហើយវីដេអូពិតវាបែបណាដែលខ្ញុំជាអ្នកមើលតកតា Simpson ផ្ទាល់ហើយអាវីដេអូឃ្លីបខាងក្រោយនេះគឺខ្ញុំដកស្រង់ចេញពីរឿងតកតា Simpson មកផ្ទាល់តែម្ដងហើយនៅក្នុងអេពីសូតនេះផ្ទាល់តែម្ដងតើគ្នាគឺក្រុមគ្រួសារ Simpson ហ្នឹងគឺបានទៅជាកប៉ាល់លេង cruising ជាគ្រួសារតែម្ដងហើយក៏បានជួបនឹងជំងឺ Hanta Virus អូយតើអរគ្នាវានិយាយទៅគឺវាពិតជាតុក្កតាដែលឲ្យប្រភ្នូលមុនណាគេហៅថាមិនគេថាឲ្យប្រភ្នូលចឹងឯងតើអរគ្នាឬក៏អ្នកផលិតតុក្កតានោះមានទី6ហ្មងណាហើយអេពីសូតនេះផងដែរតើគ្នាគឺចេញតាំងពីឆ្នាំ2012មកម្លេះអ្នកគ្នាគិតមើល2012មក2026មិនឆ្នាំហើយហើយខ្ញុំកាត់ន័យធួពីប្រភ្នូលអ្នកគ្នាស្ដាប់នេះកន្លែងនេះគឺតួអង្គក្នុង Simpson ហ្នឹងគេគ្នាអញ្ចឹងស្រាប់តែពេលឲ្យលៀនដាតមកបកស្វាយក្នុងគ្នាស្រែកថា purple បកស្វាយហើយបើសិនជាអ្នកគ្នា search ច្បាស់ទៅ Hanta Virus infection ណានេះតើគ្នារោគសញ្ញាគឺធ្វើឲ្យដាតយើងឡើងបកស្វាយពិតស្ដែងHanta Virus ហ្នឹងគឺត្រូវបាន lockdown នៃកប៉ាល់ហ្នឹងត្រូវបានជាប់ឃុំនៅកណ្ដាលសមុទ្រអីហេមិនបានដុតមែនតើមិនដុតនៅឡើយមិនហេរឿងលេងតាំងពី2012អេពីសូតហ្នឹងហើយតើគ្នាបើសិនជាយើងតាមការឆែករបស់ខ្ញុំនៅក្នុង economic 2026តើគ្នាសិតតែរូបស្រាងរបស់ជុំវិញផែនដីអញ្ចឹងវាឲ្យវាប្រៀបបានថាវាអាចនឹងមានជំងឺអីមួយយ៉ាងក្នុង2026ហ្នឹងអញ្ចឹងបើសិនជាយើងតើអស់គ្នាគប្បីអាចដូចថាយើងការពារបានគឺយើងនាំគ្នាការពារអនាម័យគ្រប់គ្នាតើគ្នាកុំឲ្យវារីកបាបដោយ COVID វាពិបាកហើយមានរឿងនោះមួយទៀតតើគ្នាអ្នកចូលចិត្តមើលរឿងមួយក្នុង Netflix អីមិនដឹងគាត់ស្គាល់រឿង The Fall It រឿងហ្នឹងគឺតើគ្នាខ្ញុំសម្ដីតាហ្នឹងនិយាយប្រាប់កូនគាត់មកថាអាជំងឺហ្នឹងគឺវាមិនមែនជាជំងឺទេគឺជាអ្វីដែលគេបង្កើតមកដែលគេហៅថាសង្គ្រាមត្រជាក់តើគ្នាហ្នឹង Hanta Virus ហ្នឹងប្រៀបបានដូចជាសង្គ្រាមត្រជាក់អញ្ចឹងហើយរឿងហ្នឹងលេងតាំងពីឆ្នាំ2021មកម្លេះតើគ្នាមើលចឹងមិនថាតើគ្នាកុំលេងសើចប្រយ័ត្នអីមែនតែនមកខ្ញុំក្រោយคลิปខ្ញុំមួយទៀតនេះតើគ្នាគឺតួអង្គ Simpson ហ្នឹងគាត់យកកដោសមួយទៅអង្គុយពិសោធន៍តើគ្នាគិតមើលថាប្រភ្នោចេញមកស្ដែងហ្មងហើយមិនមែនជាចេញមករបៀបលេងសើចទេណារបៀបថតចេញមករបៀបឲ្យយើងដឹងចេះការពារខ្លួនមុនហ្មង Simpson ហ្នឹងកុំថាគ្នាជាតុក្កតាចង្រៃមិនមែនចង្រៃទេគឺជាតុក្កតាខ្ញុំនិយាយមិនថាមហិមាហ្មងចឹងនិយាយចឹងណាដូចគេនិពន្ធដូចទេវតានិពន្ធដែលយើងដឹងមុនហ្មងនិយាយចឹងហ្មងពេលខ្ញុំបាននិយាយថាវាជាប្រភ្នោចេញមកស្ដែងឆុតដែលយើងដឹងមុនហ្នឹងតើគ្នាតាំងពីឆ្នាំ2006អេពីសូតមួយហ្នឹងគឺថាមានគេចុះអាចចុះកប៉ាល់មួយទឹកក្រោមសមុទ្រតើគ្នាហ្នឹងហើយបន្ទាប់មកឆ្នាំ2023ពិតជាមានគេចុះទៅក្រោមមាត់សមុទ្រហ្នឹងមែនតែកំពូលមហាសេដ្ឋីជិះ Ocean Gate ទៅក្នុងសមុទ្រហ្នឹងហើយផ្ទុះតើគ្នាចាំមាត់ហ្នឹងបន្ទាប់មកឆ្នាំ2016 Simpson បាននិយាយពីកីឡាករបាល់បោះដ៏ល្បីមួយអញ្ចឹងណាដល់ពេលហើយថាបានធ្លាក់យន្តហោះធ្លាក់អីតើគ្នាបន្ទាប់មកឆ្នាំ2020កីឡាករបាល់បោះហ្នឹងក៏បានធ្លាក់យន្តហោះស្លាប់មែនបន្ទាប់មកឆ្នាំ2002ដែលមានការចាប់ដៃគ្នាលក្ខណៈថា Donald Trump មួយអារ៉ាប់រួមអីចឹងណាឆ្នាំ2002អេពីសូតហ្នឹងបានចេញបន្ទាប់មក2017ក៏មានរូបនឹងស្ដែងដូចនឹងអ្វីហ្នឹងមែនបន្ទាប់មកតើគ្នាឆ្នាំ2003តុក្កតា Simpson បាននិយាយថា Queen Elizabeth គាត់បានស្លាប់ចឹងបន្ទាប់មកឆ្នាំ2022 Queen Elizabeth ស្លាប់មែននិយាយទៅគឺហើយស្លាប់ហ្នឹងតើគ្នាគឺចង់និយាយថាស្ដែងត្រង់ថា Simpson និយាយថាឆ្នាំ2022ហ្នឹងទៀតណាអូយដែរអេពីសូតហ្នឹងចេញតាំងពីឆ្នាំ2003ហើយថា Queen Elizabeth ស្លាប់2022ឃើញទេវាមិនមែនជារឿងចៃដន្យដូចជារឿងដឹងមុនដល់មកពីការជាប់ឆ្នោតរបស់លោក Donald Trump ហ្នឹងក៏ចេញមកគឺឈុតស្ដែងនេះតើគ្នាខ្ញុំដល់ពេលចឹងខ្ញុំចង់និយាយថាមានរឿងអីចង់ដឹងរឿងអីខ្លះឥឡូវនេះដូចឥឡូវនេះ2012អេពីសូតហ្នឹងចេញមកថា Hanta Virus អីចឹងដល់ពេលហើយ2026មែនផ្ទុះរិសាមីកដោហ្នឹងមែនអញ្ចឹងមិនថាយើងគ្រប់គ្នាកុំមើលរំលងពេលខ្លះគឺគេលេងឲ្យយើងមើលពីពិភពលោកជារបៀបតុក្កតាប៉ុន្តែគឺវាកាត់ឡើងក្នុងជីវិតពិតអញ្ចឹងយើងត្រូវប្រយ័ត្នហើយកុំអ្នកខ្លះគេនិយាយប្រាប់នៅ AI អូយអ្នកអត់តាមដាននៅតែ AI ហ្នឹងយើងចង់និយាយថាសម័យឥឡូវបច្ចេកវិទ្យា AI វាទំនើបមែនប៉ុន្តែបើសម្រាប់ខ្ញុំហ្មងខ្ញុំបែងចែកដឹងថាវីដេអូហ្នឹង AI រូបហ្នឹង AI ចង់និយាយថាដូចវីដេអូដែលខ្ញុំដាក់នេះបើវីដេអូខ្លះខ្ញុំនិយាយថាហ្នឹង AI វា AI ហីប៉ុន្តែដូចវីដេអូនេះចឹងគឺជាលក្ខណៈ film វីដេអូពិតហ្មងហើយពេលខ្លះគឺខ្ញុំយក AI មកដាក់មែនប៉ុន្តែគ្រាន់ថាក៏ខ្ញុំបានប្រាប់ឲ្យមុនដឹងដែរគ្រាន់ថាដូចអ្នកគ្នាដឹងស្រាប់ហើយ Facebook គឺចាប់បើសិនជាយើងយកវីដេអូស៊ីនមកដាក់មកគឺគេចាប់អ្នកគ្នាចឹងខ្ញុំចេះតែនិយាយថាបើសិនជាឆ្ងល់ណាចូលទៅមើលវីដេអូហ្នឹងខ្លួនឯងទៅគេមើលរឿង Simpson ហ្នឹងខ្លួនឯងទៅពីដើមដល់ចាប់ទៅនឹងយល់ហើយព្រោះពេលខ្លះខ្ញុំយក AI មកដាក់ហ្នឹងព្រោះខ្ញុំខ្លាចFacebook គេចាប់ចង់និយាយចឹងមិនថាឆ្ងល់អីគឺចូលទៅគេមើលខ្លួនឯងកាត់យល់ខ្លួនឯងទៅគេសម្រាយឲ្យហើយនៅជឿទៀតនោះតែគេមានបញ្ហាសក់ជ្រុះដុសមកវិញតគ្នាអាចចាក់ប្រាសេរ៉ូមបន្តសក់អេឡាហ្វាហើយនឹងសាប៊ូកក់សក់ហើយនឹងថ្នាំអប់តគ្នាល្អមែនតើព្រោះតែមកឈុតហ្នឹងគឺឃើញថាសក់ដុសមកគឺសរសៃធំជាងមុនរឹងមាំជាងមុនហ្មងតគ្នាអាចមើលសក់ខ្ញុំបានមិនមែនជាប្រភេទសក់តប៉ែ
តែប៉ែតត្រៀមនឹងក្បាលទេតាគ្នាគឺសាក់ចេញមកទុនរលាស់រលោងទៅសៃធំធំហ្មងតាគ្នាពិសាក់នោះមកវិញគ្នាទាំងប្រុសទាំងស្រីអាចប្រើបានទាំងអស់ជាផលិតផលចេញពីមន្ទីរពិសោធន៍ប្រទេសអូស្ត្រាលីតាគ្នាអាចប្រើបានដោយទំនុកចិត្តហើយសម្រាប់សរោមបតសក់នឹងគឺអាចប្រើនៅលើចៅមិនដែរតាគ្នាបើសិនជាចង់ឲ្យចិញ្ចឹមដុសក្រាស់តាគ្នាចាហើយតាគ្នានេះអាចមើលសក់ខ្ញុំបានសក់អ្នកលក់ផ្ទាល់តាគ្នានិយាយទៅខ្ញុំហ៊ាននិយាយតាគ្នាប្រើតែមួយឈុតដឹងចប់ចិត្តលងស្នេហ៍ហ្មងហើយមួយថ្ងៃអង្គុយតែហិតសក់ខ្លួនឯងតាគ្នាបើក្លិនវិញនិយាយមែនអត់មានពីរលើលោកទេអ្នកតាគ្នាអាចតាក់ទងទ្រពទិញបានតាម page Elafa ឬក៏ page Elafa ឬក៏ account TikTok Living បានតាគ្នាចាគឺមានតែ3 account ហ្នឹងទេ account ផ្សេងៗអាចគេយកវីដេអូខ្ញុំទៅ post អីចឹងណាចាសូមប្រយ័ត្នក្នុងចំណុចហ្នឹងដែរចាអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបើសិនជាណាគេចង់ដឹងអីតាក់ទងពីនិយាយទៅរឿងអីប្លែកៗអីចឹងអាច comment ខាងក្រោមហ្នឹងខ្ញុំនឹងដឹងខ្ញុំអាចនិយាយប្រាប់អ្នកតាគ្នាអញ្ចឹងបាយ